ត្រង់ជ្រាសាធុអនន្តហើយអ្នកឆ្លើយមកនេះការសពចូលចិត្តហើយអនន្តហើយចុះអ្នកបំពោះប្តីបំពោះប្រពន្ធនោះតើនឹងបានផល្លាអនុសង្ឃដូចម្ដេចចូលអ្នកសម្ដែងអំពីបុគ្គលទាំងពីរចម្ពោះនេះមកមើលអាអ្នកអនន្តហិនទេបបិទ្ធព្រះអរិយកសពជាអង្គម្ចាស់រីឯអ្នកបំពោះប្តីប្រពន្ធជាសាមណេរបានផល្លាអនុសង្ឃ36កាលហើយបានទៅកើតនៅឯស្ថានិព្វានបើបំពោះជាភិក្ខុភិក្ខុនីទាំងប្តីទាំងប្រពន្ធនោះក៏បានផលអានិសង្ឃ64កាលហើយបានទៅកើតនៅឋានព្រហ្មលោកពិតប្រកបណាប្រគុណសូមទ្រង់ជ្រាសាធុអនន្តហើយកាសពចូលចិត្តហើយពីរោះពុនពេកហើយចុះអ្នកដែលបានទៅជួយហែគីនេះមួយដែលអ្នកដែលអនុមោទនាអ្នកគីនេះមួយបុគ្គលទាំងពីរចម្ពោះនេះតើនឹងបានផល្លាអនុសង្ឃដូចម្ដេចអ្នកអនន្តហិនទេបបិទ្ធព្រះអរិយកសពជាអង្គម្ចាស់រីឯអ្នកដែលបានទៅជួយហែគេនោះបានផល្លាអានិសង្ឃមួយកាលហើយបានជួយសាធុអនុមោទនាគេនោះក៏បានផល្លាអានិសង្ឃ4កាលហើយបានទៅកើតជាទេវបុត្រប្រកបណាប្រគុណសូមនិមន្តជ្រាសាធុអវសនហើយអ្នកឆ្លើយមុខនេះក៏ពេញចិត្តវិរោះក្បោះក្បាយទីយោទាយកាផងទាំងឡាយក៏ចូលចិត្តហើយអនន្តហើយចុះអ្នកដែលបំពោះក្មួយជាសាមណេរក្តីជាភិក្ខុក្តីតើនឹងបានផល្លាអនុសង្ឃដូចម្ដេចមួយវិញទៀតអ្នកដែលបានបំពោះចៅជាសាមណេរក្តីជាភិក្ខុក្តីបានផល្លាអនុសង្ឃដូចម្ដេចចូលអ្នកសម្ដែងជាសេចក្តីនៃអ្នកបំពោះទាំងបាននោះមកមើលហាអ្នកអនន្តហិនទេបបិទ្ធព្រះអរិយកសបៈជាអង្គម្ចាស់រីឯអ្នកដែលបំពោះក្មួយជាសាមណេរនោះបានផល្លាអានិសង្ឃ12កាលបើបានបួសជាភិក្ខុក៏បានផល្លាអានិសង្ឃ10កាប់ហើយបានកើតជាទេវបុត្រនៅស្ថានយាមីមានអាយុ2000ឆ្នាំហើយបំពោះចៅជាសាមណេរបានផល្លាអានិសង្ឃមួយកាលហើយទៅសោយសម្បត្តិនៅស្ថានសួគ៌មានអាយុ500ឆ្នាំបើបានបំពោះចៅជាភិក្ខុបានផល្លាអានិសង្ឃ8កាលហើយបានទៅកើតជាព្រះឥន្ទ្រាធិរាជមានអាយុ1000ឆ្នាំថាបើសរសើរផល្លាអានិសង្ឃអ្នកដែលបានបួសនោះសោតសូមបីយកអាកាសមកធ្វើស្លឹករឹតយកភ្នំព្រះសមេរុយកមកធ្វើជាដងស្លាបផ្កាហើយចាអាកាសឲ្យរិតរិលអស់ទាំងភ្នំព្រះសមេរុនោះក៏គង់កណ្ដាលហើយយកទឹកសមុទ្រទាំង4នោះលុបឲ្យរីងអស់ហើយយកមកប្រៀបផ្ទឹមឲ្យស្មើនឹងកុសលផលបុណ្យនៃអ្នកដែលបានបំពោះក្នុងព្រះពុទ្ធសាសនាតែមួយភាគពុំស្មើឡើយណាប្រគុណសូមនិមន្តជ្រាសាធុអនន្តហើយកាសពចូលចិត្តហើយចុះអ្នកធ្វើបុណ្យហើយមានអុចកំជ្រួយរនាំងបាញ់កំភ្លើងនិងបង្ហោះគោមនោះតើនឹងបានផល្លាអានិសង្ឃដូចម្ដេចអ្នកដែលបានអុចប្រតិទណែតែងចង្គីងថ្វាយទេវតានោះតើនឹងបានផល្លាអានិសង្ឃដូចម្ដេចតើអ្នកធ្វើគោមវិញនោះតើនឹងបានផល្លាអានិសង្ឃប្រមាណចូលអ្នកសម្ដែងនៅបុគ្គលទាំងនោះមកមើលហាអ្នកអនន្តហិនទេបបិទ្ធព្រះអរិយកសពជាអង្គម្ចាស់ហើយរីឯអ្នកដែលបានធ្វើបុណ្យមានអុចកម្មជ្រួចរន្ទាលបានផល្លាអានិសង្ឃ15កាលរីឯអ្នកបាញ់កំភ្លើងនោះបានផល្លាអានិសង្ឃមួយកាលរីអ្នកដែលបានបង្ហូតគោមថ្វាយទេវតានោះបានមានបរិវារ100នាក់រីឯអ្នកអុចប្រតិប
តែងចង្កៀងថ្វាយទេវតាបានផលអានិសង្ឃ7កាប់អ្នកធ្វើគោមវិលនោះបានផលអានិសង្ឃ4កាលណាប្រគុណសូមនិមន្តជ្រាបសាធុអើអ្នកអនន្តើយកាសពចូលចិត្តហើយកាសពចង់សួរអ្នកអំពីបុគ្គលបានចាសត្រាដោយខ្លួនឯងនេះក្តីជួលគីឲ្យចាក្តីអ្នកទាំងពីរចំពោះនេះតើនឹងបានផលអានិសង្ឃដូចម្ដេចហាអ្នកអនន្តហិនទេបពិតព្រះអរិយកសពជាអង្គម្ចាស់ហើយរីឯអ្នកដែលបានចាសត្រាដោយខ្លួនឯងក្តីជួលគេឲ្យចាក្តីអ្នកនោះបានផលអានិសង្ឃគណនារឹកមិនអស់ឡើយហើយបានទៅកើតជាស្ដេចមហាចក្រ 84000 ជាតិហើយបានទៅកើតក្នុងស្ថានសួគ៌ទាំង16ជនក្នុងមួយជនមាន9អសង្ខ័យជាតិណាប្រគុណសូមនិមន្តជ្រាបសាធុអនន្តើយកាសពចូលចិត្តហើយអនន្តចុះអ្នកដែលជួយលុបសត្រាគីនោះតើបានផលអានិសង្ឃដូចម្ដេចបើចាសជាវស្លឹករឹតវាយបន្ទាត់គូសខ្ជុំទឹកខ្មុំជឿទឹកដោះបានផលអានិសង្ឃប្រមាណមួយវិញទៀតបើយកទឹកមាសទឹកប្រាក់ជាតិអកុលទៅបិទសត្រានោះតើនឹងបានផលអានិសង្ឃដូចម្ដេចអ្នកបានអ្នកដែលឲ្យស្លឹករឹតគេចានោះតើបានផលអានិសង្ឃដូចម្ដេចចូលអ្នកសំដែងមើលការសពខ្ញុំស្ដាប់នឹងស្ដាប់ណាអ្នកអនន្តហិនទេបពិតព្រះរិយកសពជាអង្គម្ចាស់អ្នកដែលជួយលុបស្ត្រាគេនោះបានផលអានិសង្ឃ4កាប់បបានជាវស្លឹករឹតនោះវាយបន្ទាត់ដោយធ្យូងទឹកខ្មុំជឿទឹកនោះបានផលអានិសង្ឃមួយកាលបើយកទឹកមាសទឹកប្រាក់ជឿជាតិអង្គលទៅបិទសត្រានោះបានផលអានិសង្ឃ7កាលណាប្រគុណសូមទ្រង់ជ្រាបសាធុអនន្តើយកាសពចូលចិត្តហើយអនន្តចុះអ្នកសាងទួងនឹងសម្ពុតថ្មីនោះតើបានផលអានិសង្ឃដូចម្ដេចអ្នកដែលសាងទួងនឹងសម្ពុតចាស់នោះតើបានផលអានិសង្ឃយ៉ាងដូចម្ដេចអ្នកដែលសាងទួងនោះតើនឹងបានផលអានិសង្ឃដូចម្ដេចដល់នឹងសម្រេចស្លាប់ទៅតើនឹងបានទៅកើតអដ្ឋានណាចូលអ្នកសំដែងមកមើលហាអ្នកអនន្តហិនទេបពិតព្រះរិយកសពជាអង្គម្ចាស់ហើយរីអ្នកដែលបានកសាងទួងនឹងសម្ពុតថ្មីនោះបានផលអានិសង្ឃ18កាលរីអ្នកកសាងសម្ពុតចាស់នោះបានផលអានិសង្ឃ5កាលបើទួងនោះគន្ទុយទៅឯណាអ្នកនោះនឹងបានទៅកើតជាស្ដេចនៅទីនោះឯងម្យ៉ាងវិញទៀតបើអ្នកឯណាបានសាងដងទួងបានផលអានិសង្ឃ8កាលហើយបានជាស្ដេចមហាចក្រ500ជាតិណាប្រគុណសូមនិមន្តជ្រាបសាធុអវសនអើយកាសពចូលចិត្តហើយចុះអនន្តប្អូនអើយចុះអ្នកដែលធ្វើបុណ្យពូនភ្នំខ្សាច់នេះមួយធ្វើបុណ្យបញ្ចុះសីមានេះមួយបុគ្គលទាំងពីរនេះតើនឹងបានផលអានិសង្ឃដូចម្ដេចចូលអ្នកសំដែងមកមើលអាអ្នកអនន្តហិនទេបពិតព្រះរិយកសពជាអង្គម្ចាស់ហើយរីឯកិរិយានៃអ្នកដែលធ្វើបុណ្យពូនភ្នំខ្សាច់នោះមានសេចក្តីដំណើរថាកាលកន្លងទៅហើយក៏មានស្ដេចមួយព្រះអង្គឈ្មោះថាព្រះបាទបសេនទីកសលរាជថ្ងៃមួយស្ដេចទៅពពាតព្រៃប្រោកឆ្នេរស្ទឹងលុះស្ដេចជាងទៅដល់ឆ្នេរស្ទឹងនោះហើយទ្រង់យល់នៅភ្នំខ្សាច់នោះស្ដេចធ្វើជាវិលុកចេតីលុះសាងត្រឡប់មកដល់នគរវិញហើយវិតកៈហៅអាមាត្យគឺក្រាបទូលថាបើដូច្នោះមានតែព្រះអង្គយាងទទួលសួរព្រះដ៏មានព្រះភិក្ខលុះព្រឹកឡើងព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងថា
អ្នកណាធ្វើវិលកចិត្តដីធ្វើនៅទីសាលានឹងទីជាព្រះព្រំធ្វើនៅដើមពោព្រឹក